របៀបកក់ក្រុមហ៊ុនដឹកជញ្ជូនឲ្យមកយកអីវ៉ាន់យើងដល់មុខផ្ទះដំបូងបងប្អូនត្រូវមាន app Ojeko មកយើងចុចចូលហើយបងប្អូនមើលអក្សរឲ្យប៉ាំងមួនហ្នឹងចុចតាមខ្ញុំមកឲ្យរួចទៅរើអក្សរកូរ៉េទី1នេះរូបឲ្យឡើងហ្នឹងត្រង់ចំណុចកន្លែងនេះបងប្អូនគ្រីសទាំង3ហ្នឹងគ្រីសតាមអ្វីដែលខ្ញុំបង្ហាញបន្ទាប់មកចុចអក្សរខាងក្រោមពណ៌ក្រហមមកត្រង់ចំណុចនេះបងប្អូនគ្រីសដែរគ្រីសអាលើនេះគ្រីសតាមខ្ញុំមកដល់ចំណុចកន្លែងនេះបងប្អូនណាគេដាក់ឲ្យអ្នកផ្ញើនឹងអ្នកទទួលគេឲ្យយើងវាយអាស័យដ្ឋានណាលើក្រោមហ្នឹងហើយខ្ញុំវាយគំរូឲ្យបងប្អូនមើលគឺវាយបែបហ្នឹងខាងលើអាស័យដ្ឋានអ្នកផ្ញើខាងក្រោមអ្នកទទួលឈ្មោះលេខទូរស័ព្ទអាស័យដ្ឋានហើយយើងរើសទម្ងន់ឡើងអញ្ចឹងបងប្អូនណាយើងចុច5គីឡូហ្នឹងមកបន្ទាប់មកមើលមកខាងក្រៅត្រង់កន្លែងនេះបងប្អូនជ្រើសរើសអក្សរកូរ៉េដូចខ្ញុំបង្ហាញឲ្យគេហ្នឹងមកយកអីវ៉ាន់យើងនៅមុខបន្ទប់យើងអញ្ចឹងតោះអស់ចុះមកក្រោមកន្លែងនេះបងប្អូនរើសតាមខ្ញុំគ្រីសតាមខ្ញុំបង្ហាញក្នុងវីដេអូហ្នឹងមកត្រូវកន្លែងនេះជ្រើសរើសដូចឲ្យលើដែរឲ្យគេដឹកអីវ៉ាន់ហ្នឹងទៅដាក់មុខបន្ទប់អ្នកទទួលកន្លែងនេះបងប្អូនរើសតាមខ្ញុំកន្លែងហ្នឹងគេឲ្យយើងបំពេញលេខកាតធនាគារចូលដើម្បីឲ្យគេកាត់លុយថ្លៃដឹកជញ្ជូនណាអញ្ចឹងនៅពេលដែលក្រុមហ៊ុនដឹកគេមកដល់មុខបន្ទប់យកអីវ៉ាន់យើងគេនឹងកាត់លុយចេញពីកាតយើងឲ្យថ្លៃដឹកជញ្ជូនណាថ្លៃសេវាដឹកបងប្អូនបំពេញលេខកាតយើងឲ្យផុតកំណត់កាតលេខកូដសម្ងាត់អីពេលបំពេញហើយអស់បងប្អូនចាអក្សរកូរ៉េក្រហមដើម្បីបញ្ជាក់កាតយើងប្រើកាតពេលដែលវាលោតចេញ queue បែបនេះមិនថាកាតយើងអាចប្រើបានណាតបមកយើងចុចទៅមុខទៀតចុចអក្សរក្រហមមកដល់ត្រង់ចំណុចកន្លែងនេះបងប្អូនណាឲ្យយើងវាយលេខកូដ4ខ្ទង់បញ្ជាក់តែពេលដែលយើងចូលផ្ញើលើកដំបូងគេឲ្យយើងវាយកូដហ្នឹងយកមកដាក់តបងប្អូនណាវាយទាំងលើទាំងក្រោម4ខ្ទង់លេខកូដសម្ងាត់បន្ទាប់មកយើងចុចអក្សរកូរ៉េក្រហមមកដល់ត្រង់ចំណុចនេះបានន័យថាយើងបានកក់ជោគជ័យហើយបងប្អូនណាកក់ថ្ងៃហ្នឹងស្អែកគេមកយកអីវ៉ាន់អញ្ចឹងកុំភ្លេចយកអីវ៉ាន់ដាក់មុខទ្វាររបស់យើង